អង្គុយសឹកសឹកក៏នឹកឃើញឃ្លានមន់ស្បែកខ្មៅអត់កាត់ច្រើនទេមកធ្វើញ៉ាំខ្លួនឯងមកទៅជាដំបូងខ្ញុំដាក់ស្ងោរមន់រយៈពេល20នាទីសិនណាអ្នកទាំងអស់គ្នាហើយស្បែកនេះខ្ញុំប្រឡែកយកស្លឹកវាចេញបន្ទាប់មកយើងស្រោះវាឡើងថ្លាពេលឃើញវាថ្លាហើយយើងស្រង់ដាក់ទឹកត្រជាក់រយៈពេល1នាទីទៅ2នាទីសិនហើយបើនឹងបន្តត្រាំវាដាក់ក្នុងទឹកកកដើម្បីវាស្រួយហើយវាមានពណ៌ស្អាតកលេចមើលទឹកសោះយើងមានប្រេងខ្យងហើយខ្ញុំបន្ថែមជាមួយស្ករម៉ាសាប៊ីលើជាមួយនឹងប៊ីចេងបន្តិចទៅដើម្បីវាមានជាតិឆ្ងាញ់ហើយខ្ញុំបន្ថែមជាមួយនឹងម្សៅស៊ុបម៉ាសាប៊ីដែរហើយខ្ញុំលួចបន្ថែមជាមួយនឹងប្រេងឆាបន្តិចរបស់ពិសេសចុងក្រោយគេគឺទឹកស៊ីអ៊ីវជិនសូនឹងហ្មងខ្វះអត់បានទេគឺឆ្ងាញ់សាហាវហ្មងអ្នកទាំងអស់គ្នាអានេះសាច់យើងពេលយើងប្រឡាក់គ្រឿងហើយអូតំណងខ្លាំងហើយគ្រឿងដែលយើងប្រឡាក់មុនហ្នឹងយើងយកមកប្រឡាក់ស្បែកម្ដងមកតែប៉ុណ្ណឹងមកហើយអានេះពេលខ្ញុំដាក់ចានអ្នកទាំងអស់គ្នាផ្លេចថតឲ្យមើលខាងក្រោមហ្នឹងយើងមានសាច់មាន់ណាយើងដាក់សាច់មាន់ឲ្យហាប់មកបានយើងចាក់លើចានមកស្អាតតែពេលខ្ញុំចាក់ដាក់ចានមកគឺវា fail ហ្មងខ្ញុំដាក់ទឹកកកបានតែ15នាទីទេវីដេអូវាប៉ុណ្ណឹងបាទ